បងប្អូននៅខាងក្រោយខ្ញុំគឺជាប្រភេទសឡុកបត់ជាខែណាខ្នាត1.6ដល់ទឹកនេះ1.6តែក្នុងណាប្រើជាសឡុកក៏បានបងប្អូនប្រើជាខែក៏បាន5ឡើងបងប្អូនបាទនេះយើងលាទៅជាខែបាទណាយើងលាទៅជាខែខ្នាតទៅ1.6បដោយវា2ម៉ែត្រណាយើងដាក់ប្រាំងឲ្យវាកាន់តំណឹងបងប្អូនបាទអានេះគ្រប់សម្រាប់គេដាក់អីវ៉ាន់បាទយើងអាចដាក់សំភារៈផ្សេងៗបានណាបងប្អូនបាទអានេះខ្នាត1.4ម៉ែត្រណាបងប្អូនឆ្លៃខ្នាតទូយើងយកខ្នាត1.4ម៉ែត្របាទការប្រើប្រាស់ដូចគ្នាណាបងប្អូនប្រគល់ទេនេះនៅពេលដែលយើងលាទៅជាឡុងបាទហើយមួយនេះគឺជាប្រភេទទូកាហ្វេដែលអាចបត់បានឬក៏យកទៅលក់អីវ៉ាន់ផ្សេងៗណាលើនេះជាអញ្ចាំងវាដែលខ្ញុំឆ្នៃចេញជាតុបឬក៏ភ្នើដែលយើងអាចដាក់អីវ៉ាន់បានក្រៅណាបាទសម្រាប់ទូយើងមានជាប្រភេទឈើហើយនិងប្រភេទស័ង្កសីទីទៀតចាំខ្ញុំបង្ហាញមកបងបាទអានេះហើយសឡុងបត់ជាតបាយមានអីសងខាងប្រវែងវា2ម៉ែត្រប្រើជាសឡុងចឹងក៏បានប្រើជាតបាយបានណាបងប្អូនបាទនេះណានៅពេលដែលយើងប្រើទៅជាតបាយអង្គុយបានមួយខាង4ទៅ5នាក់ណាប្រវែងវា2ម៉ែត្របាទនេះគឺប្រវែងរបស់យើងបងប្អូនយើងប្រើឈើអានេះมันធ្វើជាស័ង្កសីញ៉ាំបងប្អូនគាត់យកទៅអាំងសាច់ក្រកឬក៏ធ្វើអីមានជារាំងខាងលើនោះគាត់យកអានេះដើម្បីកុំអាំងដាក់លើក្តារទៅខ្លាចឆេះអញ្ចឹងគាត់យកស័ង្កសីភាពស័ង្កសីដូច្នេះបងប្អូនចង់បានប្រភេទទូលក់អីវ៉ាន់នេះណាជាប្រភេទជាទូដែលអាចបត់បានងាយស្រួលច្រឡាប់ដឹកតាមម៉ូតូណាបាច់ចាំរកលំអអីទៀតទេយើងដឹកកង់3ក៏បានដឹកតាមម៉ូតូខ្លួនឯងក៏បានមានប្រភេទជាឈើនិងប្រភេទស័ង្កសីបងប្អូនចង់បានប្រភេទសាឡុងបត់ជាតុបាយវាមាន2ខ្នាតមានប្រវែង2ម៉ែត្រនិងប្រវែង1.6ម៉ែត្រណាបងប្អូនអាចរើសបានតាមខ្នាតហើយសម្រាប់សាឡុងបត់ជាក្រែនេះគឺខាងខ្ញុំមាន4ខ្នាតមានទៅទឹក1.2 1.4 1.6 និង1.8ដល់2ម៉ែត្រពីទៀតចាំបងប្អូនចង់បានខ្នាតមួយណាម្នាក់បងប្អូនជម្រាបលា